ដើមឡើយហ្នឹងគឺត្រូវប្រទេសឈីបគេគេឈីបតាមណាជីម៉ាក្នុងត្រចៀកបងដាក់នៅក្នុងកជាហ្មងបាទ Elon Musk អ្នកដាក់ឬខាងណាអ្នកដាក់អត់មែនទេបងអូដល់ពេលឥឡូវហ្នឹងលឺឈីបបងនិយាយរឿងអីខ្លះដែរឥឡូវនេះគឺគម្រាមកំហែងឲ្យយើងភ័យឲ្យយើងខ្លាចរួចហើយមានពាក្យលួងពាក្យពង្វក់ហ្នឹងវិធីសាស្ត្រវានិយាយច្រើនណាមិនគ្រប់បែបគ្រប់យ៉ាងហ្មងធ្វើម៉េចឲ្យយើងភ័យឲ្យយើងខ្លាចរួចហើយដូចថាចង់រំលោភប្អូនចាប់ប្អូនរំលោភចាប់ម្ដាយសម្លាប់ចោលបងប្អូនឯទាំងប្រមាណហ្នឹងគឺវាក្រកបួចសម្លាប់ចោលទាំងអស់ទាំងពូជជួនកាលហ្នឹងឮសំឡេងហ្នឹងប្រាប់ថាអូនណាជីម៉ាប្រវងចាប់អូនឯងមកឲ្យអញខ្ញាច់និយាយចឹងមកវាលួងច្បាស់ចឹងទៀតហ្នឹងហើយឮតាមណាជីម៉ាឮនៅក្នុងត្រចៀកយើងហ្មងក្នុងប្រព័ន្ធខួរក្បាលយើងហ្មងខួរក្បាលហ្នឹងឮស្វ័យប្រវត្តិហ្មងស្វ័យប្រវត្តិហ្មង24ម៉ោងឮរហូតហ្មងចុះឥឡូវហ្នឹងពងតែឮហ៎នៅឮចុះមិនខ្ញុំអត់ឮនិយាយថាបងអត់ត្រូវផ្ទះឈីបគេផងអត់ឮទេអូតើមានផ្ទះឈីបដូចជីម៉ាបានឮបាទតបទៅតបមកខ្ញុំតបទៅគេតបមកពុបវារកវិធីទ្រឹស្ដីមិនពង្វក់ឲ្យខ្ញុំបាក់ស្មាតមកគ្រឿងឧបករណ៍ហ្នឹងគឺឈ្មោះ V2K អូឧបករណ៍ហ្នឹងដែលគេដាក់ឈីបនៅក្នុងលក្ខជារបស់ជីម៉ាហ្នឹងឈ្មោះអីជីម៉ាដឹងថាជីម៉ាហ្នឹងឈ្មោះអីសឿនជីម៉ាដឹងហើយប៉ុន្តែអាឧបករណ៍ហ្នឹងឈ្មោះអីគេ V2K V2K បាទជួយស្គាល់ឈ្មោះវាទៀតស្គាល់ព្រោះថាតាមដានសាច់រឿងពីប្រទេសគេមកអូបាទអាខ្លះទៅលឺវាថាវាលោភមនុស្សស្អីមិនមែនថាលឺវាមិនលោភអង្គើដល់ទាំងខ្ញុំទៀតជុំកើមិនថាអារម្មណ៍យើងអង្គើហ្មងហើយពេលដេកអញ្ចឹងដល់ពេលខ្ញុំនិយាយថាយើងដេករៀបចិត្តលក់អញ្ចឹងវាអង្គើយើងពុបភ្ញាក់គឹបហ្មងអូទៅអញ្ចឹងតែមនុស្សយន្តហ្នឹងនេះហើយបានថា technology បាទត្រូវតែឈីបដល់ត្រាក់ហ្នឹងបាទឈីបហ្នឹងមកកញ្ចប់$5ទេអីអត់ដឹងទេមកកញ្ចប់$5ម្នាក់ឯងទេជីម៉ាអត់ដែរលេងបងអត់ដែរទេបាទជីម៉ាដែរជក់ថ្នាំជក់អីទេអត់ទេបារីជក់បាទតែថ្នាំមកដែរជក់ទេអត់ទេច្បាស់ណាអត់ប៉ះហ្មងចុះឥឡូវហ្នឹងអាប្រទេសឈីបហ្នឹងពេលវាធ្វើទុកម្ដងវាធ្វើទុកយ៉ាងម៉េចខ្លះដែរជីម៉ាគឺដល់ពេលវាធ្វើទុកនោះគឺវាភ្ជាប់មនុស្សពីមួយទៅមួយមកវាដែលវាភ្ញាក់វាថាវាលួងប្រវងម្នាក់ហ្នឹងទៅបានគឹបវាកាប់ម្នាក់ហ្នឹងវាថាដាច់ខ្យល់ឬមួយបែកក្បាលងាប់ហើយគឺវាតភ្ជាប់មកខ្ញុំកាប់ពុបឈឺដល់ខ្ញុំមកគឺរបៀបថាវាតភ្ជាប់ពុបខ្ញុំកម្រើកមិនគឺវាខ្មោចខាងនោះគឺកម្រើកចឹងមកដាច់ខ្យល់ហើយតែគាត់ណាកម្រើកចឹងមកងើបឈរក្រឹបបាទចឹងហ្មងបាទចឹងមានជីម៉ាឯងឈរពងនិយាយមួយខ្ញុំហ្នឹងខ្មោចខាងនោះឈរដែរហ្មងឈរហើយវាកាប់ត្រូវក្បាលអីក្បាលខ្ញុំផ្សាហ្មងចុះដល់ពេលវាបោចសក់ចឹងទៅជីម៉ាឯងជ្រូសក់ចឹងដែរទៅបោចដឹងទាំងអស់អូវាបោចจากខាងនោះជីម៉ាឯងជ្រូសក់ខាងនេះណែប្រមាគាត់មើលមានសម្លេងប្រាប់ថាជីម៉ាអើយវាដុតខួរក្បាលអញបន្តិចអស់ប៉ុន្តែគ្រាន់ណាឧបករណ៍ technology នេះមាន AI នៅក្នុងហ្នឹង AI នៅក្នុងហ្នឹងទៀតបាទ AI ហ្នឹងគឺប្រាប់ព្រោះថាភ្នែកព្រោះថាសង្គមក្រុមសង្គមងឹតមកក្រុមហ្នឹងវាមានដាក់ប្រទេសឈីបនៅខ្លួនឯងទៀតហើយសមត្ថភាពវាហ្នឹងវាអាចបញ្ជាអារម្មណ៍មនុស្សបញ្ជាអារម្មណ៍គឺថាឃើញស្រីឃើញអីអញ្ចឹងអារម្មណ៍ឡើងកើតហ្មងចុះជីម៉ាឯងដែលមានអារម្មណ៍អញ្ចឹងធ្លាប់ម្ដងឃើញនៅស្រុកសៀមប៉ាងគាត់តែកលែកឃើញគេស្លៀកខោលហើយតែអត់បានមានអារម្មណ៍អីបះឡើងឯងមកឡើងមកមិនខឹងហ្មងវាដល់ពេលខឹងអញ្ចឹងទៅខ្ញុំថាយីខ្ញុំគិតក្នុងចិត្តផ្ដេសផ្ដាមែនធ្លាក់ចុះគប់អូអាប្រទេសឈីបនឹងនៅប្រជាគឺគេហៅអាវុធអេឡិចត្រូនិក V2K អាវុធអីគេអាវុធអេឡិចត្រូនិក V2K អាហ្នឹងវាប្រជាយ៉ាងម៉េចជីម៉ាគឺវាប្រជានឹងអារម្មណ៍យើងហ្មងអារម្មណ៍ឲ្យជីម៉ាឲ្យឡើងសិតបាទភ្នែកចង់មកបាទភ្នែកគ្រាន់តែមើលឃើញទេឡើងពឹបចុះឥឡូវជីម៉ាឲ្យពងអាប្រោបសម្ភារខ្ញុំហ្នឹងលឺអត់គេឃើញទាំងអស់ហ្មងឃើញទាំងអស់ហ្មងវាមើលតាមណាតាមក្របភ្នែករបស់ខ្ញុំតាមក្របភ្នែករបស់ជីម៉ាបាទចុះអញ្ចឹងឥឡូវហ្នឹងឈីបហ្នឹងពងឲ្យចាប់ខ្ញុំដែរតាមមើលទៅពងឲ្យថតអាអ្នកដែលពងឲ្យដាក់ប្រទេសឈីបជីម៉ាហ្នឹងពងឲ្យឃើញខ្ញុំពងសម្ភារអត់ចឹងឃើញទាំងអស់ឥឡូវខ្ញុំមើលមុខខ្ញុំចុះតិចគេសែវទាំងខ្ញុំទៀតសែវយូរហើយសែវយូរបាទផ្ដាំផ្ញើទៅថាឲ្យប្រយ័ត្នខ្លួនបន្តិចព្រោះថាឥឡូវរឿងហ្នឹងប្រហែលជាបែកធ្លាយទៅមានគេដឹងច្រើនបាទព្រោះថាបាទដែលជួប Elon Musk ហ៎ធ្លាប់តែឃើញក្នុង YouTube អូសង្ស័យទៅលើ Elon Musk អ្នកដាក់អត់ទេព្រោះថា Elon Musk គាត់បង្កើតប្រទេសឈីបផ្សេងអូតែអានេះឈីបអីគេអានេះឈីបនេះពង្វក់មនុស្សយកហ្មងអានេះគឺជារឿងថ្មីមួយទៀតហើយបាទសម្រាប់ខ្ញុំដែលជីម៉ាបានមករកខ្ញុំរយៈពេល3យប់3ថ្ងៃដើម្បីឲ្យខ្ញុំធ្វើការជួ
ជួយផ្សព្វផ្សាយនៅរឿងរ៉ាវដែលគាត់ថាមានប្រទេសឈីបមួយដែលរលាយចូលទៅក្នុងលក្ខជាតិរបស់គាត់ហ្នឹងហើយឈៀបចូលទៅក្នុងខួរក្បាលរបស់គាត់បានបជាកណ្ដុងគាត់ឲ្យឡើងដល់ដឹងខ្លួននិងបជាសរសៃប្រសាទនឹងទៅជាពិសេសនិយាយឲ្យគាត់អត់បានដេកអត់បានពួនឲ្យម្នាក់ឯងហ្នឹង អាហារបំពន់ស៊ីបែប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបែប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតល្ហៃវិលមុខកោសខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើសឈាមលើសជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមសេរ៉ូមមុខយិនសិនកំទេចមាស 24K ជួយព្យាបាលស្បែកមុខដែលមានមុនជាំអាចរុយមុខមានស្នាមឲ្យខ្មៅមានដំបៅដោយសារការញិចមុនជួយកាត់បន្ថយស្នាមជ្រីជ្រួញធ្វើឲ្យលាបឡេកាន់តែចូលបង្កើនគុណភាពទ្វេគុណកាន់តែប្រើកាន់តែទទួលបានស្បែកមុខភ្លឺមានសំណើមបែបមានសុខភាពល្អប្រើមិនត្រូវមិនប្លែកធានាបដូរលុយជូនវិញគ្រប់ចំនួនបើប្រើជាឈុតបែបនេះរឹតតែទទួលបានគុណភាពទ្វេគុណ បាទសូមលំអរកាយគោរពនិងជំរាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង 4 ទៀបភ្លឺឈានចូលថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2024 នេះមានបុរសម្នាក់ដែលមករកខ្ញុំ 3 យប់ 3 ថ្ងៃហើយដើម្បីខ្ញុំធ្វើការជួយផ្សព្វផ្សាយក្រោយពីគាត់ថាមានឈីបនៅក្នុងខួរក្បាលរបស់គាត់ជំរាបសួរបងប្រុស បាទជំរាបសួរបង ប្រុសមានឈ្មោះអីដែរ សឿនជីម៉ា សឿនជីម៉ា បាទ ជីម៉ាឆ្នាំហ្នឹងអាយុប៉ុន្មានហើយ ឆ្នាំហ្នឹងអាយុ33 អាចប្រាប់បន្តិចបានទេឥឡូវនេះនៅក្នុងក្បាលរបស់ជីម៉ាមានបញ្ហាអីខ្លះដែរ បាទវិញឮសំឡេងដូចជាគម្រាមកំហែង ចូល ហើយដើមឡើយហ្នឹងគឺត្រូវប្រទះឈីបគេ ចូល គេ គេឈីបតាមណាជីម៉ា ក្នុងត្រចៀកបង ដាក់នៅក្នុងកជាហ្មង បាទ គេយកមកដាក់មកជីម៉ាអាចធ្វើកាយវិការបន្តិចបានទេ គេមិនដឹងជារបៀបដាក់យ៉ាងម៉េចទេប៉ុន្តែខ្ញុំក៏ស្លាប់ដែរនៅពេលហ្នឹង ពេលហ្នឹងស្លាប់ បាទ ចូលដល់ពេលភ្ញាក់មកទៅឈីបមិនបានដឹងថាឈីបនៅក្នុងខួរក្បាល ព្រោះពេលខ្ញុំគេនឹងដាក់ខ្ញុំហ្នឹងខ្ញុំរៀងដឹងខ្លួនបន្តិចហើយតែឮគេនិយាយឮមនុស្ស 2 នាក់ដាក់ ចុះឥឡូវនឹងឈីបនឹងវាធ្វើទុកយ៉ាងម៉េចដែរបានមកធ្វើការឲ្យខ្ញុំជួយផ្សព្វផ្សាយហ្នឹង គឺពង្វក់បញ្ជូនសម្លេងមកពង្វក់បំភ័យបែបឲ្យខ្ញុំខ្លាចឲ្យខ្ញុំភ័យឲ្យខ្ញុំព្រួយ បាទពវក់សំលេងមកយ៉ាងម៉េចគេបជាសំលេងមកយ៉ាងម៉េច និយាយបង្វក់ហ្នឹងគឺរបៀបថាសម្លុតគម្រាមកំហែងដូចថាចង់រំលោភប្អូនចាប់ប្អូនរំលោភចាប់ម្ដាយសម្លាប់ចោលបងប្អូនឯទាំងប្រមាណហ្នឹងគឺវាកបួចសម្លាប់ចោលទាំងអស់ទាំងពូជទាំង ឮ អស់ តាមណាជីម៉ា ឮនៅក្នុងត្រចៀកយើងហ្មងក្នុងប្រព័ន្ធខួរក្បាលយើងហ្មង ខួរក្បាលហ្នឹងឮស្វាយប្រវត្តិហ្មង ស្វ័យប្រវត្តិហ្មង24ម៉ោងឮរហូតហ្មង ចុះឥឡូវហ្នឹងពងឲ្យឮហ៎ នៅឮ ចុះមិនខ្ញុំអត់ឮ និយាយថាបងអត់ត្រូវផ្ទះឈីបគេផងអត់ឮទេ អូតើមានប្រទេសឈីបដូចជីម៉ាបានឮ បាទ អេឡុនម៉ាស់អ្នកដាក់ឬខាងណាអ្នកដាក់ អត់មែនទេបង អូដល់ពេលឥឡូវហ្នឹងឮឈីបពងនិយាយរឿងអីខ្លះដែរឥឡូវនេះ គឺគម្រាមកំហែងឲ្យយើងភ័យឲ្យយើងខ្លាចរួចហើយមានពាក្យលួងពាក្យពង្វក់ហ្នឹងវិធីសាស្ត្រវានិយាយច្រើនណា អូ មិនគ្រប់បែបគ្រប់យ៉ាងហ្មងធ្វើម៉េចឲ្យយើងភ័យឲ្យយើងខ្លាចរួចហើយពង្វក់យើងហ្នឹងហើយជួនកាលហ្នឹងឮសំឡេងហ្នឹងប្រាប់ថាអូណាជីម៉ាប្រវងចាប់អូនឯងមកឲ្យអញភ្ញុចនិយាយចឹងហ្មង វាលួងច្បាស់ចឹងទៀត ហ្នឹងហើយប៉ុន្តែខ្ញុំគិតក្នុងចិត្តខ្ញុំថាហីអានេះក៏សាហាវហ៎ខ្ញុំគិតថាដូចអត់មានគោរពមនុស្សគោរពអីមិនទីចឹងខ្ញុំគិតតបទៅវិញណាហើយជេរទៅជេរមកចឹង ចុះជេរទៅជេរមកវាឮដែរ ឮ វាឮជីម៉ាឯងនិយាយទៀត បាទ អូចឹងវានិយាយមកជីម៉ាឯងនិយាយទៅវិញវាឮទៀត ឮទាំងអស់ ចុះឥឡូវជីម៉ាឯងពងឲ្យប្រោបសម្ភារខ្ញុំហ្នឹងឮអត់ គេឃើញទាំងអស់ហ្មង ឃើញទាំងអស់ហ្មង បាទ វាមើលតាមណា តាមក្របភ្នែករបស់ខ្ញុំ តាមគាត់ប្រេរបស់ជីម៉ាឯង បាទ ចុះក្របភ្នែកហ្នឹងមានអីគេ បើត្រូវផ្ទះឈីបហ្នឹងវាលាយនិយាយថាវាគ្រប់គ្រងប្រព័ន្ធខួរក្បាលហ្នឹងប៉ុន្តែខ្ញុំមិនឲ្យវាគ្រប់គ្រងប៉ុន្តែគ្រាន់តែវាអាចមើលខ្ញុំឃើញបានទាំងអស់ ចុះចឹងឥឡូវហ្នឹងឈីបហ្នឹងពងឲ្យចាប់ខ្ញុំដែរតាមមើលទៅពងឲ្យថតអាអ្នកដែលពងឲ្យដាក់ប្រទេសឈីបជីម៉ាឯងហ្នឹងពងឲ្យឃើញខ្ញុំពងសម្ភារអត់ចឹង ឃើញទាំងអស់ ឃើញហ្មង បាទ ឃើញតាមណា ឃើញតាមខ្សែភ្នែកខ្ញុំ ឃ
អូជីម៉ាយមើលមុខខ្ញុំនៅតែឃើញហ្មង ឃើញ ឥឡូវខ្ញុំមើលមុខខ្ញុំចូលតិចគេសែវដល់ខ្ញុំទៀត សេវយូរហើយ សែវយូរ បាទ ទៅវាដាក់ប្រទេសឈីបនឹងដាក់ក្នុងគោម្ដងហើយដែលដាក់នៅក្នុងស្លឹកកាជៀករបស់ជីម៉ាហ្នឹង តាមខ្ញុំពភាកមើលទៅតាមខ្ញុំឮនេះគឺវាមានគោលបំណងដែលចង់ដឹងពីយើងធ្វើអីខ្លះមានអីខ្លះហើយនៅផ្ទះយើងហ្នឹងមានគ្រួសារមានបងប្អូនប្រមាណអ្នកដល់ពេលវាដឹងហើយពុបវាចាប់ផ្ដើមលួងយើងហ្មងលួងថាអើជីម៉ាចេះណែមកនេះឥឡូវបើចង់ជាដាច់ទៅរកវាហើយទៅរកវាហ្នឹងត្រូវនាំប្អូនស្រីមកជាមួយបំណងវាហ្នឹងណាប៉ុន្តែមានមនុស្សដែលវាបង្វក់ទៅបានហ្នឹងបានស្រែកប្រាប់ខ្ញុំថាកុំមកពួកវាសាហាវណាស់វាកាប់ងាប់ខ្ទេចអស់ហើយបើស្រីវាមិនលោភសាហាវមែនតើហ្មងជួយហើយពេលខ្លះណានោះស្រីយកប្រពន្ធអញខ្ទេចអស់ហើយ តិចអស់ហើយ បាទ ដល់ពេលជីម៉ាយប្រាប់មិញនេះអង្គុយប្រាប់ខ្ញុំជិត2ម៉ោងនេះថាម៉េចពេលគេកាត់ដៃអាខាងដែលមានប្រទេសឈីបដែរហ្នឹងជីម៉ាយមានអារម្មណ៍យ៉ាងម៉េច គឺចុកហ្មង គេធ្វើមិនបានចុក គឺឧបករណ៍ technology ហ្នឹងគឺមិនដឹងជាប្រភេទរបៀបមិនខ្លះទេប៉ុន្តែគាត់ណាវាអាចតខួរក្បាលពីអ្នកមានប្រទេសឈីបមួយនោះមកតភ្ជាប់មួយខ្ញុំបានតភ្ជាប់ទៅដល់ពេលគ្រាន់ថាមនុស្សហ្នឹងដែលបានវាកាប់ដាច់ខ្យល់រួចគឺរបៀបថាវាតភ្ជាប់ពុបខ្ញុំកម្រើកមិនគឺវាខ្មោចខាងនោះគឺកម្រើកចឹងហ្មងដាច់ខ្យល់ហើយតែគាត់ណាកម្រើកចឹងហ្មងងើបឈរក្រឹបប្រហែល ចឹងហ្មង បាទ ចឹងមានជីម៉ាយឈរពងនិយាយមួយខ្ញុំហ្នឹងខ្មោចខាងនោះឈរដែរហ្មង ឈរជួយហើយវាកាប់ត្រូវក្បាលអីក្បាលខ្ញុំផ្សារហ្មង ជីម៉ាយប្រាប់បន្តិចបានហើយវាដាក់ឈីបហ្នឹងឈីបប្រភេទឈីបឈ្មោះអីដែរ អត់ដឹងឈ្មោះប៉ុន្តែគ្រាន់តែឮវាប្រាប់ដូចជាប្រភេទបរតជាតិបរតប៉ុន្តែគ្រាន់តែវាអាលេជ្រាបចូលទៅក្នុងស្រោមខួរអស់ហ្មង តែឈ្មោះអីឈីបហ្នឹង អត់មានឈ្មោះ តែប្រភេទអី ប្រភេទក្រោះវាមូលទូចទូចទេ អូ បាទ តែមិញប្រាប់ខ្ញុំថាឈ្មោះអីគេវាគេ គ្រឿងឧបករណ៍ហ្នឹងគឺឈ្មោះ V2K អូឧបករណ៍ហ្នឹងដែលគេដាក់ឈីបនៅក្នុងលក្ខជារបស់ជីម៉ាហ្នឹងឈ្មោះអី ជីម៉ា ដឹងថាជីម៉ាហ្នឹងឈ្មោះអី សឿនជីម៉ា ដឹងហើយប៉ុន្តែអាឧបករណ៍ហ្នឹងឈ្មោះអីគេវាគេ V2K V2K បាទ ជួយស្គាល់ឈ្មោះវាទៀត ស្គាល់ព្រោះថាតាមដានសាច់រឿងពីប្រទេសគេមក អូ បាទ ជីម៉ាអាចប្រាប់បន្តិចបានទេឥឡូវនេះឈីបវាពងនិយាយអីខ្លះមួយជីម៉ានៅពេលដែលជីម៉ាមកផ្សព្វផ្សាយមួយខ្ញុំនេះ ពេលនិយាយជាមួយបងសវណ្ណអាធីអញ្ចឹងអត់លឺទេ អូ ពេលដែលថាចាប់ដើមអង្គុយឬមួយដេកអីគឺលន់តហឹងហ្មងវិញទៅជា លន់យ៉ាងម៉េច គឺស្រែកអាខ្លះទៅលឺវាថាវាលោភមនុស្សស្អីមិនមែនថាលឺវាមិនលោភអង្គើដល់ទាំងខ្ញុំទៀត ជួយកើមិន ថាអារម្មណ៍យើងអង្គើហ្មងហើយពេលដេកអញ្ចឹងដល់ពេលខ្ញុំនិយាយថាយើងដេករៀបចិត្តលក់អញ្ចឹងវាអង្គើយើងពុបភ្ញាក់គឹបហ្មង អូ ជួនកាលនោះវាគៀដៃខ្ញុំជួនកាលដៃខ្ញុំខ្ទាតទៅអញ្ចឹង ជួយ ដល់វាដាក់លើធុងចេះគៀពុបទៅអញ្ចឹង ជីម៉ាដូចមនុស្សយន្តហ្នឹង នេះហើយបានថា technology បាទត្រូវតែជា នៅដល់ត្រាក់ហ្នឹង បាទពងវីពងវក់យើងឲ្យយើងភ័យព្រួយឲ្យយើងខ្លាចបើយើងបាក់ស្បាតភ័យព្រួយចាប់ដើមមានអារម្មណ៍គឺកើត stress មក បាទព្រោះខ្ញុំសិក្សារឿងហ្នឹងតាមដានរឿងហ្នឹងរយៈពេល5ឆ្នាំហ្មងបានខ្ញុំចិត្តនឹងអញ្ចឹង អូ ពីដំបូងខ្ញុំប្រាប់ថាខ្ញុំយំ3ដងឮសំឡេងហ្នឹង ជួយ យំតូចចិត្តខ្លួនឯងកុំម៉ាក់ខ្ញុំណែនាំប្រាប់ថាកូនណាកុំទន់ជ្រាយឲ្យរឹងមាំឡើងខ្ញុំស្ដាប់ម៉ែខ្ញុំប៉ុណ្ណឹងគឹបខ្ញុំតាំងចិត្តគឹបហ្មងថាឲ្យរឹងមាំឡើងគ្រាន់ថាខ្ញុំចេញពីកន្លែងធ្វើការពីព្រែកលេបហ្នឹងទៅហ្នឹងខ្ញុំតាំងចិត្តថាអញនឹងតាមដានរឿងហ្នឹងតាំងចិត្តខ្លួនឯងហ្នឹង តាមដានយ៉ាងម៉េចខ្លះដែរឥឡូវហ្នឹង តាមដានដឹងសុបគ្រប់សពអស់ហើយតាំងចិត្តសតិខ្លួនឯងបានទាំងអស់ទប់សតិបានទាំងអស់ប៉ុន្តែនៅថាលឺសំឡេងតបទៅតបមកខ្ញុំតបទៅគេតបមកពុបវារកវិធីទ្រឹស្ដីមិនពង្វក់ឲ្យខ្ញុំបាក់ស្មាតមក អូ បាទ វាដាក់ឈីបហ្នឹងក្នុងគោម្ដងឲ្យទៅលើជីម៉ាយ គឺ ចង់បានអីពីជីម៉ាយ ចង់បង្វក់ខ្ញុំឲ្យយកនាំស្រីទៅម្នាក់ អូយ ទៅឲ្យវានឹងរំលោភហើយវាសម្លាប់ខ្ញុំចោល ចូល ច្រើននេះហើយខ្ញុំលឺសំឡេងបាទហើយការវាកាប់គេខាងនោះវាតភ្ជាប់មកខ្ញុំគឺឈឺចុកចាប់ទាំងអស់ ចូល ប៉ុន្តែខ្ញុំទ្រាំមិនដែរស្រែកអូយមកបាត់ ហើយមករកខ្ញុំប៉ុន្មានថ្ងៃហី គឺ3ថ្ងៃហ្នឹងហ៎ 3យប់3ថ្ងៃទាំងថ្ងៃហ្នឹងហ៎ បាទ មូលហេតុអីបានមករកខ្ញុំ
គឺខ្ញុំចង់ឲ្យបងផ្សព្វផ្សាយchứព្រោះថាខ្ញុំគិតថានឹងមានអ្នកផ្សេងនៅត្រូវច្រើនទៀត អូ បាទលឺសំឡេងរបៀបដូចខ្ញុំអញ្ចឹងតែគេអត់ដឹងខ្លួនមួយបាក់លឺស្រែជួនកាលបាក់ស្បាតអស់ ឈីបហ្នឹងមកកញ្ចប់$5ទេអី អត់ដឹងទេ មកកញ្ចប់$5ម្នាក់ឯងទេជីម៉ា អត់ដែរលេងបង អត់ដែរទេ បាទ ជីម៉ាអត់ដែរជក់ថ្នាំជក់អីទេ អត់ អត់ទេ បារីជក់ បារីជក់ បាទ តែថ្នាំអត់ដែរជក់ទេ អត់ទេ ច្បាស់ណា អត់ប៉ះហ្មង ចុះឥឡូវហ្នឹងអាប្រទេសឈីបហ្នឹងពេលវាធ្វើទុកម្ដងវាធ្វើទុកយ៉ាងម៉េចខ្លះដែរជីម៉ា គឺដល់ពេលវាធ្វើតុកនោះគឺវាភ្ជាប់មនុស្សពីមួយទៅមួយហ្មងវាដែលវាភ្ញាក់វាថាវាលួងប្រវងម្នាក់ហ្នឹងទៅបានគឹបវាកាប់ម្នាក់ហ្នឹងវាថាដាច់ខ្យល់ឬមួយបែកក្បាលងាប់ហើយគឺវាតភ្ជាប់មកខ្ញុំកាប់ពុបឈឺដល់ខ្ញុំហ្មង ឈឺមិនខ្លះ ពីដបងហ្នឹងខ្ញុំអត់សូវដឹងឯងខ្ញុំឆ្ងល់ថាហេតុអីបានក្បាលខ្ញុំក្តៅស្បែកក្បាលត្រជាក់ប៉ុន្តែខាងក្នុងក្តៅហ្មង ចុះឥឡូវហ្នឹងមានអីនិយាយទៅកាន់អ្នកដែលដាក់ប្រទេសឈីបនៅក្នុងខួរក្បាលហ្នឹងហ៎ មានខ្ញុំថាបើសិនជាខ្ញុំអាចមានសមត្ថភាពរកលុយបានច្រើនជាងនេះខ្ញុំប្រហែលជាទិញឧបករណ៍ស្រូបយកអាឡុកសំលេងនឹងបានខ្ញុំនឹងចាប់ចំណុចដែលទីតាំងវានៅបាទ អញ្ចឹងឲ្យអាអ្នកដាក់ប្រទេសឈីបហ្នឹងប្រយ័ត្នទេ ប្រយ័ត្ន តែឥឡូវមានឲ្យ5ផ្ញើឲ្យមើល ដាំផ្ញើទៅបងប្អូនទាំងអស់គ្នា បាទអរគុណច្រើនអរគុណច្រើនសម្រាប់ការទស្សនានិងការតាមដាននេះគឺជារឿងថ្មីមួយទៀតហើយបាទសម្រាប់ខ្ញុំដែលជីម៉ាបានមករកខ្ញុំរយៈពេល3យប់3ថ្ងៃដើម្បីឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយនៅរឿងរ៉ាវដែលគាត់ថាមានប្រទេសឈីបមួយដែលរលាយចូលទៅក្នុងលកអាជីរបស់គាត់ហ្នឹងហើយឈៀបចូលទៅក្នុងខួរក្បាលរបស់គាត់បានបជាកណ្ដុងគាត់ឲ្យឡើងដល់ដឹងខ្លួននិងបជាសរសៃប្រសាទនឹងទៅជាពិសេសនិយាយឲ្យគាត់អត់បានដេកអត់បានពួនឲ្យម្នាក់ឯងហ្នឹងអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានជុំវិញរឿងរ៉ាវទាំងលើទាំងអស់នេះសង្ឃឹមថាបងប្អូនស្ដាប់ឲ្យពិចារណាណែជីម៉ាណែ បាទ បាទអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាលើសលួសខ្វះខាតដោយប្រការណាមួយមិនសមរម្យសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោស